អ្នកដែលមកលេងស៊ីមីផៅចង់ផ្លែកអារម្មណ៍ខែពីដើរតាមប្រាសាទប្រោបបរិយាកាសមកជិះទូកកំសាន្តវិញចឹងសេវកន្លែងនេះទុកមួយទៅទីតាំងជិះទូកកំសាន្តនេះនៅបារាយរីតដាដែលនៅជិតប្រាសាទព្រះខ័នបងប្អូនដែលមកជិះទូកកំសាន្តមិនត្រឹមតែបានទទួលអារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះទេបងប្អូនក៏អាចទទួលបានបទពិសោធន៍ថ្មីនៃការទស្សនាដ៏ល្អឯកនៅក្នុងធម្មជាតិជុំវិញបារាយខាងជើងប្រាសាទអង្គរវត្តហើយក៏បានទទួលនូវអារម្មណ៍ស្រស់ស្រាយជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលទស្សនាថ្ងៃលិចមើលសត្វស្លាប្រឌិតយកភាពស្អាតស្អាតហើយអាចស្វែងយល់ពីប្រព័ន្ធធារាសាស្ត្រនៃរមណីយដ្ឋានអង្គរផងដែរហើយដែលពិសេសនឹងការជិះទូកកំសាន្តនឹងបងប្អូនបានរួមចំណែកក្នុងការផ្សព្វផ្សាយពីសហគមន៍ហើយក៏ដូចជាជួយដល់សហគមន៍នៅតំបន់នឹងផងដែរហើយចេញពីជិះទូកកំសាន្តនឹងក៏បងប្អូនអាចឈៀតចូលទស្សនាប្រាសាទព្រះខ័នផងដែរព្រោះទីតាំងនឹងនៅជាប់គ្នាហ្មងអូខ្ញុំភ្លេចប្រាប់ថាជិះទូកកំសាន្តនៅបារាយរីកតដាហ្នឹងណាគេមានម៉ោងគេមានកំណត់វងទស្សនាផងដែរសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាតម្លៃអីចាំខ្ញុំដាក់នៅក្នុង comment បងប្អូនអាចតាក់ទងទៅតាមលេខទូរស័ព្ទរបស់សហគមន៍គេបានណាហើយទៅស៊ីមីកុំភ្លេចទីតាំងជិះទូកកំសាន្តនៅបារាយរីកតដានេះហើយអ្នកដែលធ្លាប់ទៅទីតាំងជិះទូកកំសាន្តនេះកុំភ្លេចប្រាប់ពីអារម្មណ៍នៅក្នុង comment ផងណាបាយបាយ